បាទសួស្តីបងប្អូនថ្នាក់ទី12ទាំងអស់គ្នាថ្ងៃនេះលោកគ្រូលើកយកមេរៀនបម្រែបម្រួលសង្គមអាស៊ីអាគ្នេយ៍ក្រោយសង្គ្រាមរលឹកទី2មកបន្តទៀតទាក់ទងទៅនឹងប្រធានបទទី3គឺអាស៊ានឬសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បាទពាក្យថាអាស៊ានមានន័យជាភាសាខ្មែរថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍អញ្ចឹងអាស៊ានឬក៏សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នោះគឺនិយមន័យរបស់វាគឺមានន័យថាគឺជាអង្គការថ្នាក់តំបន់មួយរួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំង10បាទដែលទីមកខាងកើតដែលខែ6 2025នេះគឺមិនទាន់បានចូលជាសមាជិកពេញសិទ្ធិនៅឡើយទេអញ្ចឹងគេថាវាគឺជាអង្គការថ្នាក់តំបន់មួយរួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំង10ដែលជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាលនិងជួយសម្រួលការធ្វើសមាហរណកម្មលើផ្នែកសេដ្ឋកិច្ចនយោបាយសន្តិសុខយោធាអប់រំនិងវប្បធម៌សង្គមក្នុងចំណោមសមាជិកទាំងអស់និងបណ្ដាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិកបាទនេះគឺនិយមន័យពាក្យថាអាស៊ានឬក៏សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មកយើងមើលចំណុចមួយទៀតនឹងទាក់ទងទៅនឹងស្ថាបនិកឬក៏ប្រទេសអ្នកដែលបានរួមគ្នាបង្កើតអាស៊ាននេះឡើងគឺមានឥណ្ឌូនេស៊ីសិង្ហបុរីម៉ាឡេស៊ីហ្វីលីពីនថៃបាទគឺមាន5ប្រទេសបាទដែលនាំគ្នាបង្កើតជាផ្លូវការនៅថ្ងៃទី8ខែសីហា1967នៅទីក្រុងបាងកកហើយសប្តាហ៍ថ្ងៃនេះបាទសមាជិកបាទសប្តាហ៍ថ្ងៃនេះដែលខែ6 2025នេះគឺសមាជិកគឺនៅតែ10ប្រទេសនៅឡើយទេដែលទីមកខាងកើតមិនទាន់បានចូលជាសមាជិកពេញលេញនៅឡើយទេបាទមានស្ថាបនិកទាំង5បាទស្ថាបនិកទាំង5មាន1ឥណ្ឌូនេស៊ី2សិង្ហបុរី3ម៉ាឡេស៊ី4ហ្វីលីពីន5ថៃដែលចូលជាសមាជិកនៅថ្ងៃទី8ខែសីហា1967ដែលជាថ្ងៃបង្កើតនៃអង្គការនេះឬក៏អង្គការថ្នាក់តំបន់នេះសមាជិកដែលចូលបន្តបន្ទាប់មានប្រ៊ុយណេចូលនៅថ្ងៃទី8ខែមករា1984វៀតណាមចូលនៅថ្ងៃទី28ខែកក្កដាឆ្នាំ1995ឡាវចូលនៅថ្ងៃទី23ខែកក្កដាឆ្នាំ1997ភូមាចូលថ្ងៃទី23ខែកក្កដា1997ដែរហើយកម្ពុជាយើងបានចូលជាសមាជិកនេះអង្គការថ្នាក់តំបន់នេះនៅថ្ងៃទី30មេសា1999